សួស្តីខ្ញុំបាទឈ្មោះស្មីហើយមានអាយុ30ឆ្នាំមានស្រុកកំណើតនៅភ្នំពេញហើយខ្ញុំគឺជាបុគ្គលិកពេញម៉ោងនៅស្ថាប័នមួយកន្លែងហើយក៏ជាជាងសាក់ part time មួយរូបដែរខ្ញុំធ្វើការពេញម៉ោងដូចជា9ឆ្នាំហើយកំឡុងពេល Covid ខ្ញុំក៏បានចង់រៀនជំនាញបន្ថែមអញ្ចឹងខ្ញុំបានប្រកបអាជីពនេះតាំងពីខ្ញុំរៀនតាំងប្រកបអាជីពហ្នឹងជិត4ឆ្នាំហើយដំបូងកំឡុងពេល Covid យើងគិតថាយើងអត់មានពេលយើងអាចចេញក្រៅបានហើយខ្ញុំក៏គិតថាចង់រៀនអីជំនាញអីថ្មីមួយអញ្ចឹងខ្ញុំក៏មានដងគូគំនូរតិចតួចដែរពីកំណើតហើយខ្ញុំក៏បានស្វែងរកសាលាដើម្បីរៀនវាចំណាយពេលដូចជាមួយឆ្នាំជាងមកដែលយើងអាចធ្វើវាបានផលលំបាកមានច្រើនដោយសារតែអ្វីដែលយើងគិតថានឹងបោះបង់ហ្នឹងវាមានគ្រប់ពេលនៅក្នុងចិត្តយើងដោយសារតែវាលំបាកខ្លាំងពីមេរៀនទៅមេរៀនជាពិសេសមេរៀនដំបូងហ្នឹងរៀងតឹងដោយសារតែយើងត្រូវការមូលដ្ឋានគ្រឹះរៀងរឹងមាំអញ្ចឹងពាក្យថាបោះបង់ចោលវាតែងតែមានក្នុងចិត្តខ្ញុំជានិច្ចប៉ុន្តែខ្ញុំតែងតែស្ដាប់វីដេអូលើកទឹកចិត្តហើយខិតខំប្រឹងប្រែងរៀនមួយថ្ងៃទៅមួយថ្ងៃពេលខ្លះហត់ពេកក៏សម្រាប់ចំណាយពេលសម្រាប់មួយរយៈទៅហើយក៏ទៅបន្តមេរៀនបន្ថែមទៀតជាមួយនឹងគ្រូដែលខ្ញុំចោះឈ្មោះរៀនខ្ញុំចូលចិត្តប្រភេទបែប old school សាក់ប្រភេទហ្នឹងគឺជាសាក់ដែលងាយធ្នេររឿងធំហើយផាត់រឿងដិតហើយវាជា style បែបអឺរ៉ុបមួយដែរសាក់ខ្ញុំមានច្រើនខ្ញុំមិនដែររាប់ទេប៉ុន្តែខ្ញុំចាំមានអត់ក្រោម20ប៉ុន្តែសាក់មួយតើតាមានអ្វីដែលជាព្រឹត្តិការណ៍សំខាន់ក្នុងជីវិតឬក៏ជាការចងចាំល្អៗបាទខ្ញុំសាក់អញ្ចឹងប៉ុន្តែមិនមែនមានន័យថាអ្នកខ្លះគេសាក់សម្រាប់លម្អខ្លួនអីវាអត់ល្អប៉ុន្តែភាគច្រើនសាក់របស់ខ្ញុំវាជាការចងចាំល្អមនុស្សទាំងអស់គ្នាប្រកាសជាគិតថាសាក់ហើយចាំលុបតាមក្រោយបើសិនជាយើងអត់ចូលចិត្តអីចឹងខ្ញុំគិតថាទាំងអស់គ្នាគួរតែកុំលុបហើយបើសិនជាលុបវាអត់ស្អាតដូចដើមទេហើយវាឈឺគុណនឹងពីរខ្ញុំភាគច្រើនប្រុសអត់សូវមានស្រី10នាក់អីមានស្រីមួយទេហើយភាគច្រើនគាត់ចូលចិត្តសាក់បែបតាមសម័យកាលដូចសម័យឥឡូវហ្នឹងគាត់ចូលចិត្តមនុស្សស្រីក៏ចូលចិត្តសាក់រូបទូចចឹងមនុស្សប្រុសក៏ចូលចិត្តសាក់រូបរាងធំមួយអ្នកខ្លះចូលចិត្តបែប old school ចឹងទៅហើយទំហំភាគច្រើនគាត់ចាក់ទូចឯងភ្ញៀវខ្ញុំចាក់រូបទូចឯងអាហ្នឹងខ្ញុំគិតថាយើងអាចហាមឃាត់ពួកគាត់បានដែរដោយសារតែបរិបទសង្គមដែលគាត់លូតលាស់ការចំនួនមុនគាត់ធំឡើងហ្នឹងផ្សេងពីបរិបទយើងសម័យឡើយអញ្ចឹងអ្វីដែលយើងអាចគ្រប់គ្រងបានគឺខ្លួនយើងអត់គួរទៅខឹងពួកគាត់ទេព្រោះអ្វីដែលយើងមើលឃើញហើយអ្វីដែលពួកគាត់មើលឃើញវាខុសគ្នាដូចយើងមើលបាតដៃអញ្ចឹងគាត់នៅមុខយើងគាត់ឃើញខ្នងដៃហើយយើងនៅខាងមុខនេះយើងឃើញបាតដៃអញ្ចឹងបើសិនជាយើងព្យាយាមបញ្យល់ពីបាតដៃទៅគាត់ក៏គាត់អត់យល់ដែរព្រោះគាត់អត់ដែរឃើញបាតដៃទេគាត់ឃើញតែខ្នងដៃអញ្ចឹងអ្វីដែលបើយើងគិតថាយើងស្បឃើញខ្នងដៃដែរយើងគួរតែយល់ពីអារម្មណ៍ពួកគាត់ពេលខ្លះយើងគួរតែសិក្សាពីពួកគាត់វិញកុំទៅខឹងពួកគាត់ខ្ញុំគិតថាការចាក់សាក់វាដូចជាគ្រឿងអលង្ការដែលលម្អខ្លួនផងបុគ្គលម្នាក់អញ្ចឹងបុគ្គលខ្លះគាត់មានការចងចាំបែបផ្សេងឬក៏រឿងអត់ល្អបែបផ្សេងដែលធ្វើឲ្យគាត់នឹងចង់ដាក់រូបមួយហ្នឹងនៅលើខ្លួនគាត់អញ្ចឹងខ្ញុំគិតថាបើសិនជាយើងស្រឡាញ់សាក់យើងក៏កុំគួរទៅវាតម្លៃមនុស្សដែលអត់ចាក់សាក់ដែរហើយបើយើងចាក់សាក់ក៏យើងអត់គួរវាតម្លៃមនុស្សដែលមិនមានសាក់ដែរនិយាយទៅមនុស្សគ្រប់គ្នាអត់គួរវាតម្លៃគ្នាទៅវិញទៅមកតាមរយៈសម្រាប់ខាងក្រៅហើយដោយសារតែមនុស្សម្នាក់ៗយើងមានរឿងរ៉ាវដែលជួបនៅក្នុងជីវិតហ្នឹងផ្សេងគ្នាទាំងអស់យើងគួរតែរៀនពីគ្នាវិញថាហេតុអីបានគាត់អញ្ចឹងហេតុអីបានយើងអញ្ចឹងវិញអ្នកមើលទាំងអស់គួរតែរៀនសិក្សាពីមនុស្សជុំវិញខ្លួនមនុស្សណាក៏គេក៏មនុស្សល្អដែរសំខាន់ថាតើគេល្អមួយណាគេអរគុណ